នាយករដ្ឋមន្ត្រីថៃត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងពីនាយករដ្ឋមន្ត្រីហើយតែនៅបន្តភារកិច្ចជារដ្ឋមន្ត្រីក្រសួងវប្បធម៌នៅរសៀលថ្ងៃទី1ខែកក្កដាឆ្នាំ2025នេះតុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងលោកស្រីផែថងឋានពីនាយករដ្ឋមន្ត្រីជាផ្លូវការតែលោកស្រីនៅបន្តកាន់តំណែងមួយទៀតជារដ្ឋមន្ត្រីក្រសួងវប្បធម៌នេះបើតាមការចុះផ្សាយពីកាសែតខោសុទ្ធរបស់ថៃការសម្រេចព្យួរតំណែងនេះតុលាការទទួលបានសម្លេងគាំទ្រជាឯកច្ឆន្ទ9-0ក្រៅពីសម្លេងរបស់តុលាការធម្មនុញ្ញច្រើនលើសលប់នៅក្នុងការដកតំណែងនេះក៏មានការបោះឆ្នោតមួយទៀតដែលមានសម្លេង7-2ដើម្បីដាក់បញ្ជាទៅលោកស្រីផែថងឋានត្រូវតែផ្អាកបំពេញភារកិច្ចជានាយករដ្ឋមន្ត្រីជាបន្ទាន់រហូតទាល់តែមានសារដីកាផ្លូវការចេញមកសម្រេចជាថ្មីកាសែតរបស់ថៃបានសរសេរទៀតថាក្រោយលោកស្រីផែថងឋានត្រូវបានដកហូតតំណែងដោយតុលាការធម្មនុញ្ញរួចមកអ្នកដែលត្រូវឡើងជានាយករដ្ឋមន្ត្រីស្ដីទីគឺលោកសុរិយៈចារុងរឿងគិតមកពីគណៈបកភើថៃរបស់លោកស្រីផែថងឋានដដែលដូច្នេះនាយករដ្ឋមន្ត្រីស្ដីទីរូបនេះមានអំណាចពេញលេញនៅក្នុងការដឹកនាំគណៈរដ្ឋមន្ត្រីថ្មីចូលស្បត់សច្ចាប្រណិធាននៅរាជវាំងថៃនាថ្ងៃទី3ខែកក្កដាខាងមុខនេះសូមបញ្ជាក់ថាតុលាការធម្មនុញ្ញថៃយកសំណុំរឿងលោកស្រីផែថងឋានមកកាត់ក្តីនៅថ្ងៃនេះបន្ទាប់ពីមានពាក្យបណ្ដឹងរបស់សមាជិកព្រឹទ្ធសភាចំនួន36រូបប្តឹងលោកស្រីនាយករដ្ឋមន្ត្រីពាក់ព័ន្ធទៅនឹងឃ្លីបសម្លេងសន្ទនាបែកធ្លាយជាមួយសម្ដេចតេជោហ៊ុនសែន